ông khăn ông ọpចូលចិត្តអាសៀមចោលរួចទឹកដីហ្នឹងទេអបក្នុងស្មារតីខ្មែរជួយខ្មែរនៅកលៈទេសៈដ៏តានតឹងនៃភ្លើងសង្គ្រាមតាមបណ្ដោយខ្សែព្រំដែនកម្ពុជានិងថៃដើម្បីចូលរួមចំណែកសម្រាប់បន្ទុកនិងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះនៅថ្ងៃទី19ធ្នូឆ្នាំ2025អ្នកអង្គការវិជ្ជបណ្ឌិតគួចមេងលីស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនមេងលីជាគួច Education រួមទាំងគណៈគ្រប់គ្រងអញ្ជើញចោះសួរសុខទុក្ខដោយពំនាំបៀងអាហារសម្ភារៈប្រើប្រាស់ចាំបាច់ជូនដល់គ្រួសារភាសឹកចំនួន1500គ្រួសារនៅពីទីតាំងស្ថិតនៅខេត្តបាត់ដំបងនិងឧត្តរមានជ័យសកម្មភាពមនុស្សធម៌ផ្ដល់ជំនួយជាស្បៀងលើកទី5ទី6ដល់គ្រួសារភាសឹកនេះទទួលបានការគាំទ្រនិងសហការយ៉ាងសកម្មពីសាលាអន្តរទ្វីបអាមេរិកកាំងនិងមជ្ឈមណ្ឌលភាសា AII តាមរយៈមូលនិធិមេងលីជេគួចរួមទាំងទឹកចិត្តឈឺឆ្អែលចូលរួមពីសំណាក់សប្បុរសជននានាគ្រប់មជ្ឈដ្ឋានសម្រាប់អ្នកអង្គការវិជ្ជបណ្ឌិតគួចមេងលីលោកធ្លាប់ជាជនភៀសខ្លួនឆ្លងកាត់នៅការលំបាកអ្នកអង្គការពិតជាពោអារម្មណ៍ត្រូវនិងយល់យ៉ាងច្បាស់អំពីតម្រូវការជនភៀសសឹកនៅក្នុងកលៈទេសៈដ៏តានតឹងនេះជំនាន់ខ្ញុំមិនមែនជាជនភៀសសឹកទេជនភៀសខ្លួនគឺថាមហាសែនវេទនាយើងអត់មានអីញ៉ាំសុទ្ធហ្មងគឺមហាសែនក្រីក្រស្គមស្គាំងខ្វះខាតឈឺបាក់ដៃបាក់ជើងអញ្ចឹងទៅចឹងការបានអីតិចតួចនេះគឺមហាសែនអស្ចារ្យតែបើយើងប្រៀបធៀបប្រជាពលរដ្ឋយើងឥឡូវដែលជាជនភៀសសឹកគាត់ក៏មានការឆ្លងកាត់ពិបាកដែរអញ្ចឹងណាអញ្ចឹងការយើងបរិច្ចាគចែកដល់ពួកគាត់យើងនឹកឃើញដល់ការពិបាករបស់គ្រួសារខ្ញុំដែលឆ្លងកាត់ពីដើមមកអញ្ចឹងធ្វើឲ្យពួកខ្ញុំសប្បាយចិត្តណាដើម្បីចូលរួមថវិកាដើម្បីទិញស្បៀងអាហារជូនពួកគាត់បាទជាទង្វើមួយធ្វើឲ្យខ្ញុំនឹកឃើញជំនាន់ពីដើមដែលពួកជនជាតិខ្មែរជនជាតិបរទេសជាពិសេសជនជាតិបរទេសដែលគេធ្លាប់ជួយពួកយើងតាមអង្គការ UN អញ្ចឹងណាជំលៀសនៅម៉ោង2ដឹងដំណឹងនៅម៉ោង1ជាងពលរដ្ឋម្នាក់ស្ថិតនៅភូមិមួយនៅខេត្តបាត់ដំបងទឹកភ្នែកព្រោះក្រៅតែពីកូនតូចអ្នកស្រីគ្មានអ្វីមកជាប់ខ្លួននោះទេកុំថាឡើយលុយស្បៀងបំរុងសំបីតែខ្នើយមួយក៏មិនដោយមកជាមួយផងឲ្យភៀសម៉ោង2អញ្ចឹងយើងអត់ដឹងម៉ោង1ជាងអញ្ចឹងយើងរៀបអីអត់ទាន់ទេយើងសុំគាត់បងគាត់មកជាមួយអញ្ចឹងយើងរៀបអីវ៉ាន់ក៏មិនទាន់ក៏គាត់មកពេលមកគាត់មានអីហូបបងគាត់បានឲ្យអង្គឲ្យជីមីជីត្រីខជីអីហូបជាមួយគាត់យើងមកនេះយើងអត់បានរកអីទេយើងចាំតែបងប្អូនឧបត្ថម្ភឲ្យយើងហូបយើងទៅផ្ទះសបែងក៏ទៅមិនបានព្រោះតាហ៊ានគាត់អត់ឲ្យយើងចូលទេព្រោះជាប់ព្រំដែនខ្លាំងណាស់ព្រំដែនខ្ញុំកន្លែងផ្ទះខ្ញុំខាងអូនចេះយើងនៅចេះព្រោះគេមើលយើងឃើញយើងក៏មើលគេឃើញទុកលំបាករបស់ប្រជាពលរដ្ឋជាក្តីបារម្ភរបស់មនុស្សជាតិក្រៅពីសន្តិភាពពេលនេះជំនួយគឺជាក្តីសង្ឃឹមតែមួយគត់មិនត្រឹមតែការផ្គត់ផ្គង់ក្រពះតែជាការផ្ដល់កម្លាំងចិត្តដល់ជនភៀសសឹកថាអ្នកទាំងអស់គ្នាមិនអាចការនោះទេតែគ្រានេះត្រូវរួមសុខទុក្ខជាមួយគ្នាជាការឆ្លើយតបទៅនឹងតម្រូវការគ្រួសារភៀសសឹកទាំង1500គ្រួសារក្រុមហ៊ុនមេងលីជេគួច Education តាមរយៈមូលនិធិមេងលីជេគួចបានពំនាំនៅជំនួយសប្បុរសធម៌រួមមានទំនិញនិងសម្ភារៈប្រើប្រាស់ជាច្រើនដូចជាអង្ករ30តោនមី1500កេសទឹកស៊ីអ៊ីវ1500យួរទឹកត្រី1500យួរសាច់ក្រក1500គីឡូឆៃពៅ1500គីឡូទឹកសុទ្ធ100យួរទឹកដោះគោសម្រាប់កុមារ125កេសនំប៉័ងបាក់យ៉ុងចំនួន1000ដើមនិងសម្លៀកបំពាក់ចម្រុះចំនួន100កេសធំដោយចំណាយថវិកាសរុបប្រមាណជាង$70,000អាមេរិកយើងឃើញថាជនភៀសសឹកយើងនេះសូម្បីតែមិនខ្វះខាតដោយជំនាន់ពុកខ្ញុំទេប៉ុន្តែយើងមើលទស្សនវិជ្ជាពួកគាត់គឺមិនគ្រប់គ្រាន់នៅតែខ្វះខាតជាពិសេសក្មេងៗគាត់ចង់បានស្បៀងចង់បានរបស់ញ៉ាំចង់បានរបស់ផឹកដូចជាទឹកដោះគោអីចឹងនំប៉័ងអីចឹងតុក្កតាអីចឹងសិតតែពួកគាត់ត្រូវការចង់បានខ្លាំងហើយយើងយកចែកមកគឺអត់គ្រប់ទេប្រហែលក៏អត់គ្រប់ដែរព្រោះមួយកន្លែងសិតតែរាប់ពាន់នាក់ហើយយើងបានមកដូចថ្ងៃនេះចឹងយើងទៅពីកន្លែងបាន1500ទេគ្រួសារប៉ុន្តែយើងរាប់ម៉ឺនគ្រួសារទៀតនោះអញ្ចឹងយើងចាក់គ្រប់ទេមានតែយើងសំណុំពងពីនេះអបជាពលរដ្ឋទាំងអស់ចូលរួមចំណែកចែកបាទដូចជាអង្គទឹកស្អ៊ីវទឹកត្រីឆៃពៅសាច់ក្រកនំប៉័ងហើយនៅរបស់ផ្សេងទៀតដែលយើងចូលរួមចែកពួកគាត់ដើម្បីគាត់អាចបានភាសាបានយូរបន្តិចប្រជាពលរដ្ឋដែលទទួលបានអំណោយទាំងនោះបានថ្លែងទាំងក្តីរំភើបនិងទឹកភ្នែកថានៅក្នុងស្ថានភាពដែលពួកគេកំពុងភៀសខ្លួននិងខ្វះខាតគ្រប់បែបយ៉ាងការទទួលបានអង្ករម្ហូបអាហារនិងថ្នាំសង្កូវនៅពេលនេះគឺពិតជាមានតម្លៃខ្លាំងណាស់សម្រាប់គ្រួសាររបស់ពួកគេបាននឹងបានយូរព្រោះយើងមានរហូត
ះជាយើងរបស់គេឲ្យយើងត្រូវនឹងសំចៃការហូបចុកនឹងគេដែរមិនផ្ទះជាទេព្រោះយើងរកគូនយើងក៏ហត់រំគេឲ្យមកទេយើងត្រូវតែប្រយ័ត្នណាបានគាត់ផ្ដល់ឲ្យយើងហូបចឹងយើងបាច់ចិត្តរកពីអីខ្លែងអត់បានទេអូនអរគុណច្រើនខាងគាត់ជួយជំនួយខាងខ្ញុំអរគុណច្រើនហើយអូមានអារម្មណ៍ថាសប្បាយហើយមានទឹកចិត្តត្រេកអរណាចំពោះអេដាមគួយពីណាហើយគាត់តាគាត់នេះទាំងគាត់ចិត្តទាំងសូមតាមឯតាគាត់ទៅចែកនៅទីណានោះសូមបានសេចសុខឲ្យចម្រើនហើយសុខសប្បាយដល់ទៅដល់មកដូចងងបងកណាទៀតណាសកម្មភាពនេះសបញ្ជាក់ឲ្យឃើញពីការបដិញ្ញាចិត្តរបស់ក្រុមហ៊ុន Mainly Chikuch Education ក្នុងការងារសង្គមដែលតែងតែឈរនៅមុខជានិច្ចក្នុងការជួយសង្គ្រោះនិងការគាំទ្រប្រជាពលរដ្ឋគ្រប់កលៈទេសៈពិសេសនៅក្នុងគ្រាអាសន្នអន់ក្របែបនេះតាមរយៈអ្នកអង្គការវិជ្ជបណ្ឌិតគួច Mainly លោកលើកឡើងថាបើសង្គ្រាមនៅតែអូសបន្លាយពេលយូរអ្នកអង្គការនិងសប្បុរសជនដទៃទៀតនៅតែយកចិត្តទុកដាក់និងបន្តជួយការជួយទៀតសោតមិនមែនតែក្នុងកលៈទេសៈដ៏អាក្រក់នេះនោះទេតែនៅពេលខាងមុខសង្គ្រាមបញ្ចប់ទៅក៏នៅតែត្រូវជួយពីព្រោះប្រជាពលរដ្ឋរួមទាំងកងទ័ពជួរមុខរងនៅការខាត់បងបាត់បង់និងការលះបង់ពួកខ្ញុំនឹងបន្តជួយបើសិនទៅសង្គ្រាមនៅតែបន្តមានទៀតប្រជាជនយើងនៅតែមានការភៀសខ្លួនមកកន្លែងផ្សេងពីព្រោះពួកគាត់នៅតែត្រូវការយើងអញ្ចឹងសូម្បីប្រជាភិសិកបើសិនជាអស់សង្គ្រាមគាត់ត្រឡប់ទៅវិញក៏យើងនឹងត្រូវការជួយដែរខ្វះខាតស្បៀងអាហារខ្វះខាតផ្ទះសម្បែងជំងឺឈឺស្កាត់បាត់បង់និយាយរួមទៅទ្រព្យសម្បត្តិអស់ហើយអញ្ចឹងវាធ្វើឲ្យពួកគាត់មានការពិបាកហើយជាពិសេសទាហានទ័ពយើងដែលមកវិញខ្លះឈឺខ្លះពិការខ្លះខ្វះខាតអញ្ចឹងយើងsẽត្រូវការជួយអញ្ចឹងមិនមែនតែសង្គ្រាមចប់យើងឈប់ត្រឹមហ្នឹងទេព្រោះពលរដ្ឋយើងប្រឈមបញ្ហាច្រើនអញ្ចឹងណាបាទ